ម៉ាយស្ដីថាជាសិស្សរៀននៅវិទ្យាល័យមួយក្នុងខេត្តសៀមរាបនាងមានបងស្រីម្នាក់ឈ្មោះសុភាពិការជើងម្ខាងសុភាពតែងស្រមៃថានាងនឹងមានការងារសមរម្យមួយក្នុងពេលអនាគតថ្ងៃមួយពេលដែលស៊ីថារៀបនឹងចាញ់ទៅបន្តការសិក្សានៅភ្នំពេញសុភាពសុំប្អូនទៅតាមដែលព្រោះចង់រកការងារធ្វើស៊ីថានិយាយទៅកាន់បងស្រីឲ្យក្តីអាណិតក្រៃលែងបងស្រីកុំព្រួយអីចាំខ្ញុំមានការងារធ្វើខ្ញុំចិញ្ចឹមបងមិនអោយលំបាកធ្វើការនឿយហត់ឡើយសុភាពមិនពេញចិត្តនឹងគំនិតនេះទេនាងឆ្លើយតបទៅប្អូនបងមានដៃអាចធ្វើការបានបងមិនអាចរស់ដោយសារប្អូនបានទេបងត្រូវតែរកការងារតាមលទ្ធភាពរបស់បងនាងបន្តទៀតថ្ងៃមកបងបើកទូរទស្សន៍ឃើញមានហាងមួយលក់ការស្អាតបងចង់ទៅរៀនអានការណាបងអាចធ្វើការងារនេះបានឲ្យបងទៅជាមួយផងស៊ីថាមិនអាចឃាត់បងស្រីបានក៏សុខចិត្តឲ្យបងស្រីទៅតាមមកដល់ភ្នំពេញសុភាពបានរៀនកាត់ការក្នុងហាងលក់ផ្កាដោយបំណងរបស់នាងអាស្រ័យដោយការខិតខំប្រឹងប្រែងមិនយូរប៉ុន្មានសុភាពខ្លាចជាអ្នកកាត់ការដោយជំនាញម្នាក់ពេលត្រឡប់មកស្រុកកំណើតវិញនាងបានបើកហាងតូចមួយលក់ផ្កានៅជិតផ្សារក្នុងពេលប្រកបអាជីពនាងបានប្រើគំនិតច្នៃប្រឌិតបន្ថែមធ្វើឲ្យផ្កានៅក្នុងហាងរបស់នាងមានក្រពែបហើយផ្លែកជានិច្ចរាល់ថ្ងៃគេឃើញមានភ្ញៀវចេញចូលឥតឈប់ឈរសុភាពសប្បាយចិត្តណាស់ពេលនេះក្តីស្រមៃរបស់នាងខ្លាចជាការពិតហើយស៊ីថាអូនសរសើរបងស្រីនាងណាស៊ីថាគិតថាមុននោះពីការទាំងអស់សុទ្ធតែមានលទ្ធភាពកសាងជីវិតខ្លួន